ស្ដីបងប្អូន MMO ដៃថ្មីទាំងចាស់ទាំងថ្មីទាំងអស់គ្នាណាខែនេះគឺថាដល់រដូវស្លឹកចេះលោហើយអញ្ចឹងទៅក៏មកធ្វើសម្លកកូរស្លឹកចេះហូបម្ដងធ្វើកកូរបែបស្នាក់ស្វាយរៀងគឺថាមួយឆ្នាំអីបានហូបតែម្ដងទេពិសេសគឺថារដូវកាលនេះគឺថាស្លឹកចេះហ្នឹងគឺលាស់ត្រួយឡើងខ្ចីតែម្ដងហើយគ្រឿងផ្សំទាំងអស់នេះគឺសម្រាប់ធ្វើសម្លកកូររបស់យើងគឺមានស្លឹកចេះហើយខ្ញុំជាមួយនឹងល្ហុងរបស់យើងហើយត្រីអណ្ដែងខ្ទឹមសកញ្ច្រាំប្រហុកកញ្ច្រាំនិងអង្ករលីងអំបិលស្ករនិងប៊ីចេងឥឡូវយើងមកដាក់ឆ្នាំងដើម្បីបំពងខ្ទឹមរបស់យើងឲ្យរាងក្រហមសិនហើយយើងក៏ធ្វើការដាក់ប្រហុកចូលហើយក៏បន្ទាប់មកក៏ធ្វើការដាក់ត្រីអណ្ដែងរបស់យើងចូលកូរចូលគ្នាតែម្ដងហើយចំពោះស្លឹកចេះជាទូទៅគឺមានច្រេះខានិងច្រេះអត់ខាគឺថាច្រេះខ្លះហ្នឹងគឺផ្អែមឆ្ងាញ់មែនតើហើយច្រេះខ្លះគឺខាញ៉ាំអត់កើតនោះទេហើយច្រេះដែលខ្ញុំកំពុងតែស្លនេះគឺថាច្រេះហ្នឹងគឺអត់ខាទេហើយឡើងផ្អែមមកស្លឹកវាជាពីថាច្រេះមុនដំបូងចឹងគឺមានតម្លៃថ្លៃមែនតើអ្នកខ្លះទៅគឺលក់ម្ដុំ2000អ្នកខ្លះលក់ម្ដុំឡើង3000បើតានៅពេញគឺថ្លៃចឹងឯងបើនៅស្រុកអីដើរបេះទៅតាមផ្ទះហ្នឹងយកទៅណាមិនអស់ហើយម្ដុំតែ500កាលខ្ញុំនៅទូចដើរលក់ច្រេះមួយបងចដូនមួយដើរលក់ច្រេះរហូតឲ្យតែរដូវកាលច្រេះដោយសារតែដើមច្រេះនៅផ្ទះយាយហ្នឹងគឺថាច្រេះដើមច្រើនមែនតើហើយដើមធំទៀតហើយដល់ពេលដែលច្រេះលាស់ហ្នឹងគឺថាដឹងតែនាំគ្នានឹងបេះច្រេះយកទៅលក់ហើយតែឥឡូវនេះគឺថាកាប់ដើមចោលអស់លីងមកអត់មានសំបីតែម្ដងទេអត់តែចេញពីរៀនគឺម៉ោង7កន្លះមកដើរជិះតាមផ្លូវដើរមើលតូបណាគឺលក់ច្រេះដើរចុះតែញ៉ៃមើលឡើងប្រហែលថ្ងៃឯងកំឡុងតែទិញបានច្រេះម្ដុំហ្នឹងគឺថាគាត់យកមកលក់មកគឺថាលក់អស់រហូតដល់មកដោយសារតែច្រេះហ្នឹងអត់តែមុនដំបូងអញ្ចឹងគឺថាមានអ្នកទិញច្រើនមែនតើទោះលក់តម្លៃថ្លៃបន្តិចមែនតែស្បូរអ្នកទិញមកតែបើយើងទិញមិនទាន់ទេគឺថាដឹងតែអស់ហ្មងតែដល់ថ្ងៃនេះចេញពីរៀនមកគឺថានៅសម្ដុំនឹងឯងពេលហើយយកទៅហើយមកទៅឃ្លានស្លកកូរច្រេះប្រហែលថ្ងៃមកហើយទៅពេលទិញបានម្ដុំតែអនឹងអឥឡូវនឹងបានហូបមកគឺថាហូបបាយអស់ឡើង2-3ចានថាឆ្ងាញ់មែនតើហ្មងនិយាយរួមស្លកកូរច្រេះហ្នឹងនៅពេលដែលល្ហុងរបស់យើងឆិតឆ្អិនហ្នឹងចាំយើងធ្វើការដាក់ច្រេះស្លឹកច្រេះចូលហើយស្លឹកច្រេះនេះដែរគឺយើងដាក់តែមួយពុះហ្នឹងគឺយើងលើកមកបានហើយគឺយើងអត់ត្រូវការដាក់យូរទេបើដាក់យូរគឺថាលួយតែម្ដងហើយយើងដាក់តែមួយពុះគឺយើងអាចលើកបានហើយយកមកហូបបានហើយវីដេអូសម្រាប់ធ្វើសម្លកកូរច្រេះរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងបើសិនជាមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋាននិងអភ័យទោសផងបាយបាយជួបខ្ញុំនៅវីដេអូពេលក្រោយទៀត